mà mi trong khát đào cú bóng ổn á bà chân mà mi trong khát đào cú dạng mấy cứ sầm nhẹ nè đây mình toán miên cừu xả nè đây toán miên cừu xả nè đây đầu liu hay chẳng bàn đấy chẳng bàn propon cứ đào pé để dựng đào cú hay chẳng nè để cả xem mà mi đào cú ấy vì ngày đây trong khát đọc mùi nừng bây giờ ta khu thác đào cú nó chơi ta sầm nhẹ chất á anh đang dựng kịch mười cho bạc lọt bóng việc thác cú cứ nơi cho mùi cái mùi chỉ vật chẳng dương pin đất dương mưa phong ta thá kê nó về xăm về lo cho mùi dương rửa ớt ai đây cho mùi kia rửa ớt chẳng dương có sắc xá xoay dối kia từ vĩnh từ màu tới và còn thay chương lấy cái đôi cù hay nè đại ca xem mà mi nó bóng ốn á sau ta mình tích tiếp tế bóng ốn thử cho lo trong này chẳng nè đại ca xem mà mi trong được nông năm pi pon mà thấy làm mùi đời nông năm pi pon mà thấy và mũi nè ca xem mà mi cứ trong đôi chân này nè đại ca năm mà mi đẹp cứ trời té và rồi nhặt cắt trong chia bằng toàn chẳng được trong năm pi pon mà thấy và mũi nè ca xem mà mi thử trong hay thầy chua cái riêng trai mình tên nó bóng ổn á bạn để xa trong mà rồi phía rồi hay tròn chẳng nằm chẳng nè ca năm mà mỹ thời tại cắt trong chân chẳng này không khai đọc mũi nâng nè đại ca năm mà mỹ thời cắt trong chân này bao mình cắt trong ai rồi tê dương đừng miên ốp sạch tràn tất cả đợt nia trồn vào bàn tay bởi dương bàn cắt trong chân cua khai thì chỉ liệp cua nâng về trong bàn tay khai thì chỉ liệp bởi dương bàn cắt trong trâm trơ cứ dương đừng tu liệp dương đừng tu sòng nang dương đừng miên liệp miên cháy hô trốn tao lọc màu mình chẳng chắp bị khai đọc mùi tới nè ta xem mà biết thời cắt trong chân cắt hơi dương đôi lượng để xây khôn anh chẳng hơi đôi miên liệp miên cháy đặt khôn anh hay mà năm pi pon phay và mối tôi ấy trong đây vì trong tôi biết anh mình khoa của anh bán cắt trong hơi cả cắt trongនេះគឺការយកbằng vaiទៅថ្វាយដល់ព្រះអិនចឹងព្រះអិនបានទទួលដង្វាយយើងហើយហុងស៊ុយជំនឿគេថាយើងលែងឆុងហើយយើងមានលៀបមានជ័យត្រូវទេវតាតាមថៃយើងរហូតបើចឹងយើងលែងឆុងហើយយើងលែងភ័យយើងលែងព្រួយហើយចឹងយើងអត់មានអីជាbằngកង្វល់ទៀតទេចឹងបងប្អូនដែលនៅភ្នំពេញបងប្អូនអាចមកជួបខ្ញុំកាត់ឆុងដោយផ្ទាល់បានហើយបងប្អូននៅខេត្តមិនបាច់មកទេយកបណ្ដាប់កាត់ឆុងពីខ្ញុំទៅកាត់ឆុងខ្លួនឯងហើយបងប្អូននៅឆ្ងាយបងប្អូននៅអាមេរិកនៅប្រយ៉ាងនៅស្រុកក្រៅអាចតាក់ទងសួរមកពីរបៀបនៅក្នុងការកាត់ឆុងបានហើយការកាត់ឆុងនេះមិនមែនចេះតែកាត់ទេណាបងប្អូនណាបាទកាត់ឆុងត្រូវចំណាយថវិកាចំណាយពេលវេលាហើយចំណាយឲ្យត្រូវប្រយ័ត្នឲ្យចំណាយត្រូវអស់លុយហើយអត់បានប្រយោជន៍អីទៀតប្រៀបបានដូចយើងឈឺលេបថ្នាំអត់ត្រូវអញ្ចឹងណាអញ្ចឹងប្រយ័ត្នប្រយែងអញ្ចឹងអ្នកដែលកាត់ឆុងគឺត្រូវប្រញាប់កាត់ឲ្យត្រឹមត្រូវតាមក្បួនតាមខ្នាតហើយបើយើងកាត់ត្រឹមត្រូវតាមក្បួនតាមខ្នាតអ្នកឯងនឹងផ្ទុះលៀបផ្ទុះសំណាងអ្នកឯងនឹងហេងអ្នកឯងនឹងកាត់កបចូលមកខ្លាំងមែនតែនតែមកអញ្ចឹងយើងត្រូវកាត់ឆុងចេញហើយបងប្អូនកូនក្មួយអ្នកដែលកាត់ឆុងហ្នឹងមកមីហ្នឹងគឺត្រូវប្រញាប់កាត់មុនគេព្រោះយើងវាជាន់ឆ្នាំហើយអ្នកដែលកាត់ឆ្នាំមកមីក៏ត្រូវមានរូបប៉ប៉ែនេះបាទអ្នកកាត់ឆ្នាំមកមីយើងឆុងណាប៉ុន្តែបើបងប្អូនមានប៉ប៉ែនេះយកទៅដាក់ក្នុងផ្ទះបងប្អូនមានប៉ប៉ែនេះយកទៅដាក់នៅក្នុងផ្ទះណាបងប្អូននឹងផ្ទុះលៀបបងប្អូននឹងផ្ទុះសំណាងបងប្អូននឹងហេងអញ្ចឹងបងប្អូនជាប៉ប៉ែនេះយកទៅដាក់នៅក្នុងផ្ទះរបស់បងប្អូនមកមីប៉ិតមែនបងប្អូនឆុងប៉ិតមែនប៉ុន្តែបងប្អូនដាក់ប៉ប៉ែនេះឲ្យឥទ្ធិពលប៉ប៉ែនេះនឹងជួយដំឡើងរាសីរបស់បងប្អូនព្រមទាំងក្រុមគ្រួសាររបស់បងប្អូនមានលៀបមានសំណាងអញ្ចឹងបងប្អូនជាប៉ប៉ែនេះមកគូទៀតយកទៅដាក់នៅក្នុងផ្ទះដាក់ឲ្យធានាថាបងប្អូននឹងហេងបងប្អូននឹងកាក់កបចឹងអត់មានឲ្យបងប្អូនភ័យអត់មានឲ្យបងប្អូនព្រួយអត់មានឲ្យបងប្អូនរឿងកើតទុកអីទៀតទេចឹងជាប៉ប៉ែមាសយកទៅដាក់ប៉ប៉ែប្រើជាគូណាអត់ឲ្យប្រើមួយទេបើអ្នកឯងប្រើមួយមកជីវិតអ្នកឯងគឺអភ័ព្វគូចឹងប្រើទាំងពីរហើយយើងមើលមកតោនៅមុខវត្តណាដាក់តោតែមួយស្អីក៏គេមានគូរបស់គេដែរព្រោះមានមេមួយមានឈ្មោលមួយដើម្បីជួយជំរុញជោគលាភជួយជំរុញហេងដល់យើងបាទហើយបងប្អូនណាបងប្អូនដែលស្មាត់ទៅក្របានប្តីដែលវាភ័ព្វគូដែលគេចេះតែចំណែនចេះតែខ្លាចគេចេះតែអន់ចិត្តធ្វើការគេមើលមិនឃើញខ្សែដៃម្ចាស់ស្ត្រីបងប្អូនណាបាទខ្សែដៃម្ចាស់ស្ត្រីនេះបងប្អូនជាវជាបន្ទាន់ណាបាទជាវយកទៅពាក់ទៅហេងកាក់កបរីចម្រើនហើយពាក់ឲ្យធ្វើខ្លួនឯងខ្លាចជាម្ចាស់ស្ត្រីមានរិទ្ធអំណាចដេកជះឈ្នះអស់មានសត្រូវអញមិនខ្វល់មួយណាទាំងអស់មែនទេបងប្អូនខ្មើតណាធ្វើគេខ្លាចយើងធ្វើគេកោតក្រែងជើងក្មួយនាងធ្វើការអីក៏ពាក់ទៅលៀបសំណាងខ្លាំងមែនតើហើយកាត់ឆុងលើករិស័យទៀតនេះណាបងប្អូនណាបាទហើយខ្សែ5ធាតុនេះគឺកាត់ឆុងលើករិស័យនេះគឺកញ្ជ្រោងណាពាក់ឲ្យខ្លាយទៅជាខ្សែដៃដែលអស្ចារ្យហើយមានយ័ន្តនេះបងប្អូនណាយ័ន្តខ្ញុំថែមយ័ន្តខ្សែដៃមួយថែមយ័ន្តមកគូយ័ន្តនេះគេហៅយ័ន្តកាត់ឆុងយ័ន្តលើករិស័យឆ្នាំ2026ចឹងបងប្អូនដាក់ទៅគឺកាក់កបគឺហេអញ្ចឹងខ្សែដៃម្ចាស់ស្ត្រីនេះមាន50ខ្សែបងប្អូនណាចង់បានក៏ជាវឲ្យហើយទៅគឺកាក់កបគឺរីកចម្រើនហើយបងប្អូនណាបាទ
ចឹងសូមជូនពរឲ្យហេងសូមជូនពរឲ្យកាក់កបប៉ុណ្ណឹងចោះណាសម្រាប់លោកអ្នកដែលកើតតាមមមីសូមហេងសូមកាក់កបសូមរីកចម្រើន